បាទធ្លាប់ជាមិត្តភក្តិ MMO ជាច្រើនគ្នាបានទេមកសួរថាមិនហើយការចិញ្ចឹមដួងបាទខ្ញុំថាចិញ្ចឹមដួងគឺនៅមានកម្រិតនៅឡើយទេប៉ុន្តែអ្នកហូបហ្នឹងគឺច្រើនបាទច្រើនទៅតែអ្នកចិញ្ចឹមហ្នឹងដូចជាមិនសូវមានទេបាទហើយចិញ្ចឹមហើយបានលក់បានហូបហ្នឹងក៏តិចដែរបាទជាពិសេសគឺតម្រូវការខ្ពស់តែម្ដងព្រោះដោយសារមួយយ៉ាងហ្នឹងបងគឺគាត់ផ្ដល់គេហៅថាផ្ដល់តម្លៃទៅលើផលិតផលរបស់ខ្មែរអ្វីដែលខ្មែរធ្វើហ្នឹងបងប្អូនខ្មែរយើងធ្វើហ្នឹងគឺគាត់ព្យាយាមជួយបាទជួយបរិភោគជួយទិញជួយឲ្យតម្លៃជួយផ្ដល់កម្លាំងចិត្តគឺច្រើនមែនទែនបាទចឹងទេបងប្អូនយើងគួរតែសាកល្បងចិញ្ចឹមបាទសាកជាឈុតចិញ្ចឹមរបស់ណាក៏បានដែរបងប្អូនដាក់ឲ្យតែហូបកើតបាទយើងចិញ្ចឹមទៅបាទយើងដាំទៅចិញ្ចឹមទៅគឺយើងមិនបាច់ទិញពីផ្សារឬក៏មិនបាច់បារម្ភពីរឿងសារធាតុអីផ្សេងដែលយើងមិនដឹងបាទអញ្ចឹងអ្វីដែលយើងធ្វើផ្ទាល់ដៃខ្លួនឯងគឺល្អមែនទែនបាទគឺថារកអ្វីមកព្រៀបផ្ទឹមប្រហែលទេហើយជាពិសេសគឺយើងត្រូវបារម្ភពីរឿងសុខភាពហ្នឹងតែម្ដងអ្វីដែលយើងធ្វើគឺយើងជឿជាក់លើខ្លួនឯងបាទសូមអរគុណ